សួស្តីបងប្អូនដោយបងប្អូនឃើញហើយថាអុកនេះគឺរស់រានមានជីវិតតែម្នាក់ឯងរាល់ថ្ងៃក៏យើងបានឃើញថាមានគំនិតបានជាគំនិតពិចារណាមួយថាជីវិតសត្វអុកកំព្រាឯកាប្រៀបដូចជាជីវិតមនុស្សយើងខ្លះដែរទោះបីជាត្រូវដើរឆ្លងកាត់ផ្លូវតែម្នាក់ឯងគ្មានអ្នកយល់ចិត្តឬគ្មានភ្នំនឹងឯងប៉ុន្តែភាពឯកានេះដែលបង្រៀនយើងឲ្យក្លាយជាមនុស្សដែលរឹងមាំហោះហើរបានខ្ពស់និងអាចរស់រានមានជីវិតដោយភាពថ្លៃថ្នូរនេះគ្រាន់តែជាគំនិតពិចារណាទេសូមបងប្អូនកុំយកគំរូតាមដោយឃើញថាសត្វអករស់រានមានជីវិតតែម្នាក់ឯងហើយកុំយកគំរូធ្វើដូចជាសត្វអកយើងត្រូវតែមានមិត្តភ័ក្តិមានបងប្អូនដើម្បីជាទីពំនឹងពំនាក់អាស្រ័យគ្នាទៅវិញទៅមកពីព្រោះថាមនុស្សយើងមិនអាចរស់រានមានជីវិតតែម្នាក់ឯងបានដូចជាសត្វទេសត្វវាគឺជាស្ដេចប្រមាញ់វាអាចរស់រានវាអាចចាប់សត្វដទៃហូបបានប៉ុន្តែមនុស្សយើងកាលណាមានជំងឺដំកាត់ឬមូឈឺស្កាត់អ្វីមួយយើងត្រូវពឹងបងប្អូនសាច់ញាតិដើម្បីជូនទៅពេទ្យជាដើមនេះគ្រាន់តែជាគំនិតពិចារណាទេនឹងសូមអរគុណបងប្អូនដ៏ជ្រាលជ្រៅដែលបានចូលមើលនិងទស្សនានៅវីដេអូខ្ញុំជូនពរបងប្អូនទាំងឡាយដែលបានចូលមើលជួបតែសំណាងល្អគ្រប់ពេលគ្រប់វេលាពិចេះជាពិសេសសូមប្រកបមុខរបររកស៊ីសម្បូរហូរហៀបពេញមាសពេញប្រាក់ពេញផ្ទះហូរហែសូមអរគុណបងប្អូនទុកជាមុនដែលបានទស្សនាវីដេអូនិង Subscribe នៅ Channel ខ្ញុំចំពោះវីដេអូនេះបងប្អូនបានឃើញហើយថាសត្វអកនេះគឺជាសត្វមួយដែលមានភាពឯការស់រានមានជីវិតតែម្នាក់ឯងក៏ប៉ុន្តែបងប្អូនបានស្គាល់ថាសត្វអកគឺជាស្ដេចអាកាសទោះបីជាមានជីវិតរស់រានតែម្នាក់ឯងក៏ពិតមែនប៉ុន្តែសត្វអកវាមានភាពរឹងមាំក៏ប៉ុន្តែគ្រាន់តែជាវាអបសុកបន្តិចរស់នៅតែម្នាក់ឯងអត់មានមិត្តភ័ក្តិប្រឡាញ់លេងទោះបីជាគ្មានមិត្តភ័ក្តិក៏ពិតមែនក៏ប៉ុន្តែវាអាចរស់បានជីវិតសត្វអកដែលរស់នៅកំព្រាតែម្នាក់ឯងជាអត្ថភាពមួយដ៏កំសត់ផងដែរនិងគួរឲ្យស្ងប់ស្ងាត់ពីសេរីភាពនិងភាពរឹងមាំរបស់សត្វអកនៅក្នុងធម្មជាតិសត្វអកគឺជាស្ដេចអាកាសនិងជាអ្នកប្រមាញ់ដ៏ចំណានផងដែរប៉ុន្តែនៅពេលវាត្រូវរស់នៅវាបែរជារស់នៅតែម្នាក់ឯងគ្មានមិត្តភ័ក្តិគ្មានគូកនច្រើនវាត្រូវឆ្លងកាត់នៅឧបសគ្គជាច្រើនដើម្បីរស់នៅបងប្អូនឃើញហើយថាសត្វអកនេះគឺមានតែមួយទេប៉ុន្តែវាក៏ត្រូវការគ្នាផងដែរដើម្បីបង្កាត់និងបន្តពូជការរស់នៅដោយប្រកបដោយភាពឯកាដោយគ្មានគូកនមេឃដ៏ធំល្វឹងល្វើយខ្លាចជាផ្ទះដ៏ធំទូលាយប៉ុន្តែវាមានភាពស្ងប់ស្ងាត់ដោយសារតែរស់នៅតែម្នាក់ឯងវាបានហោះហើរកាត់ព្រៃភ្នំនិងផ្ទៃទឹកតែម្នាក់ឯងដោយគ្មានមិត្តភ័ក្តិឬគ្មានគូកងរងចាំនៅឯផ្ទះនៅពេលដែលយប់ស្ងាត់ក៏វាបានបញ្ចេញសំឡេងដោយគ្មានអ្នកឆ្លើយឆ្លងពីបក្សីណាឡើយនេះបញ្ជាក់ថាភាពរឹងមាំនៅក្នុងការរស់រានរបស់សត្វអកអ្នកប្រមាញ់ឯកាគ្មានអ្នកណាចែករំលែកអាហារឬគ្មានអ្នកជួយបរបាញ់ឡើយវាត្រូវបើកភ្នែកដ៏មុតស្រួចដើម្បីក្រញាំជើងដ៏រឹងមាំដើម្បីឆក់យកចំណីជាពិសេសសត្វត្រីដែលនៅលើផ្ទៃទឹកដោយខ្លួនឯងបងប្អូនធ្លាប់ឃើញហើយថាសត្វអកពេលវាហើរភាគច្រើនគ្មានគូភាគច្រើនឃើញហើរតែម្នាក់ឯងមិនសូវមានគូដូចជាសត្វផ្សេងទេ
ភាពរឹងមាំភាពរឹងមាំរបស់សត្វអកក៏មានរស់រានមានជីវិតអ្នកប្រមាញ់ឯកាគ្មានអ្នកណាចែកអំលែកអាហារឬជួយបរបាញ់ឡើយវាត្រូវប្រើភ្នែកដ៏មុតស្រួចរបស់វានិងក៏ញ៉ាំជើងដ៏រឹងមាំដើម្បីឆក់យកត្រីដោយខ្លួនឯងបើថ្ងៃណាមួយមានខ្យល់ព្យុះឬក៏មេឃភ្លៀងខ្លាំងក៏វាអាចរកចំណីបានដោយមិនបានទ្រាំអត់ធ្មត់តែម្នាក់ឯងដោយទ្រាំអត់ធ្មត់តែម្នាក់ឯងនេះហើយអត្ថន័យនៃជីវិតសត្វអកអត្ថន័យបង្កប់នៃជីវិតទោះបីជាមើលទៅគួរអាណិតបន្តិចប៉ុន្តែសត្វអកឯកាក៏ជានិមិត្តរូបនៃសេរីភាពនិងភាពឯករាជ្យនិងភាពរឹងមាំផងដែរវាពឹងផ្អែកលើអ្នកណាវាហោះហើរបានខ្ពស់ជាងបក្សីដទៃនិងមើលឃើញពិភពលោកបានធំទូលាយទោះបីជាកំព្រាប៉ុន្តែវានៅតែជាស្ដេចអាកាសដែលមានមោទនភាពលើខ្លួនឯងយើងក៏បានឃើញនិងមានគំនិតសម្រាប់ពិចារណាមួយផងដែរថាជីវិតសត្វអកកំព្រាឯកាប្រៀបដូចជាជីវិតមនុស្សយើងខ្លះដែរទោះបីត្រូវដើរឆ្លងកាត់តែម្នាក់ឯងគ្មានអ្នកយល់ចិត្តឬគ្មានអ្នកបង្អែកប៉ុន្តែភាពឯកានេះហើយដែលបង្រៀនយើងឲ្យក្លាយជាមនុស្សដែលរឹងមាំហោះហើរបានខ្ពស់និងអាចរស់រានមានជីវិតបានដោយភាពថ្លៃថ្នូរ